ngàyនេះមកធ្វើម្ហូបខ្មែរឲ្យមិត្តភ័ក្តិជនជាតិទូគីគាត់ញ៉ាំសាកមើលម្ដងបងប្អូនចាំមើលគាត់ថាម៉េច Monica ធ្វើម្ហូបឆ្ងាញ់ មកបងប្អូនមកភ័ក្រយើងមកពីទូគីប៉ុន្តែក៏ចេះនិយាយខ្មែរខ្លះតាចេះញ៉ាំម្ហូបខ្មែររឿងនឹងដំបូងឡើយគឺចែកបងប្អូនពួកខ្ញុំពីរនាក់គឺតែហាត់ប្រាណធម្មតាទេនិយាយទៅជួបគ្នាបែបអត់កម្រងហ្មងខ្ញុំតែហាត់ប្រាណឡើងបែកញើសខ្ចាយបឺនអស់ឡើង525កាឡូរីនេះខ្ញុំអត់បានយកទូរស័ព្ទទៅឯងបងប្អូនដល់មើលនាឡិកាចុះឡើងឃើញ notification ពួកម៉ាក់ឆាតមកថាចង់មកលេងគាត់នៅទូគីបងប្អូនទៅតែមកនៅអាឡម៉ង់បានមួយខែអញ្ចឹងហើយគឺចង់ជួបមែនតែនពួកខ្ញុំខានជួបគ្នាដល់5ឆ្នាំហើយអញ្ចឹងចេញទៅពីហាត់ប្រាណភ្លាមផ្សារនៅជាប់នឹងបងប្អូនខ្ញុំប្រយតែម្ដងឲ្យតែរឿងពួកម៉ាក់មកលេងគេចង់ញ៉ាំសាកម្ហូបខ្មែរអីហ្នឹងទុកចិត្តចុះធ្វើឲ្យគេញ៉ាំអត់មានហត់ទេណាមានតែសប្បាយវិញបងប្អូនចេញពីផ្សារមួយចូលផ្សារមួយទៀតទិញរៀងច្រើនដែរដោយសារថ្ងៃនេះគឺភ្លៀងរ៉ិចអញ្ចឹងចង់ធ្វើរបៀបដូចស៊ូគីស៊ុបបងប្អូនញ៉ាំក្តៅទឹកស៊ុបគឺខ្ញុំងាស់ខ្លួនឯងដំបូងឡើយយកឆ្អឹងស៊ុបយើងយកវាមកស្រុះមកទឹកសិនដើម្បីទឹកស៊ុបយើងថ្លាល្អស្រុះហើយយើងលាងឲ្យស្អាតបាត់យើងដាក់ដាំទឹកថ្មីដាក់ឆ្អឹងស៊ុបហើយបន្លែរបស់យើងនឹងចូលទៅងាស់ជាមួយគ្នាហ្មងបន្លែខ្ញុំមានខ្ទឹមបារាំងដើម celery ឆៃថាវការ៉ុតក៏ដូចជាល្ហុងពងមាន់បងប្អូនហើយយើងដាក់ម្សៅស៊ុបតិចទៅងាស់វាចោលចូលរយៈពេល1ម៉ោងកន្លះចំណែកឯបន្លែធ្វើស៊ុបយើងវិញបងប្អូនអើយតកួននឹងឆ្ងាញ់លេខ1ហីបន្ទាប់មកស្ពៃបូកូហើយមានស្ពៃតឿមានអីចឹងទៅបន្លែកាន់តែច្រើនកាន់តែឆ្ងាញ់ក្នុងស៊ុបខ្ញុំរៀបចំរៀងច្រើនដែរតែគ្នាតែ3នាក់ឯណាបងប្អូនបើនិយាយពីផ្សិតវិញអូខ្ញុំចូលចិត្តណាស់មានផ្សិតម្ជុលមានផ្សិតផ្សេងចឹងទៅ3-4មុខដែរខ្ញុំដាក់ត្រាំបន្លែនឹងលាងទឹកប្រហែលជា20នាទីចឹងទៅឲ្យវាជ្រះដីស្អាតណាបងប្អូនបន្លែខ្ញុំដាក់តែប៉ុណ្្នឹងទេព្រោះក្នុងទឹកស៊ុបយើងមានការ៉ុតមានឆៃថាវអីផ្សេងទៀតដែរបន្ទាប់ពីលាងស្អាតហើយយើងស្រង់វាចេញមកទុកម្លែកសិនសល់ប្រហែលកន្លះម៉ោងទៀតបានពួកម៉ាក់ខ្ញុំមកអញ្ចឹងខ្ញុំចាប់ផ្ដើមរៀងលឿនបន្តិចហាន់មួយសាច់គោហាន់ចុះឡើងគឺថាងាកមើលម៉ោងទៅដល់ម៉ោងណាត់គ្នាមួយពួកម៉ាក់ឯនេះអត់តន់ឃើញពួកម៉ាក់មកដល់សោះសង្ស័យតាមវិញផ្លូវព្រោះគាត់ទៅមកនៅអាឡម៉ង់ហើយកន្លែងនេះបងប្អូនខ្ញុំចូលចិត្តនេះលកាសនេះមែនតើតាំងពីប្រើមកមានអារម្មណ៍ថាស្រឡាញ់ពាក់អត់ចង់ដោះទេដោយសារវាមាន function ច្រើនមែនតើប្រភេទ smart watch ដែលខ្ញុំកំពុងពាក់នេះបងប្អូនណែនាំបងប្អូនតិចឲ្យទៅគឺ Amazfit B6 បងប្អូនតម្លៃសមរម្យ function វិញសាច់នេះ notification Instagram អីគឺមាននៅក្នុងនោះទាំងអស់គេមីសេខលមកឲ្យ load ក្នុងហ្នឹងបងប្អូនតាក់ទងមួយការហាត់ប្រាណតាមដានចង្វាក់បេះដូង burn calorie burn អីគឺជួយខ្ញុំបានច្រើនមែនតើកាន់តែពិសេសទៀតគឺមាន Google Map ដែលអត់ត្រូវការអ៊ីនធឺណិតទេនិយាយទៅខ្ញុំប្រើនាឡិកានេះគឺស្រឡាញ់ខ្លាំងដោយសារវាមាន function ច្រើនមុខខ្លាំងមែនតើដែលតម្លៃវាគឺសមរម្យមែនតើពេលខ្លះខ្ញុំអត់ចាំបាច់យកទូរស័ព្ទទៅឯព្រោះឯក្នុងហ្នឹងគឺមានទាំងអស់មិនថាតាមដានសុខភាពចង្វាក់បេះដូងតាមដាន stress តាមដានការគេងមានទាំងរបៀបសម្រាប់ meditation យើងតាំងសមាធិអីទៀតខ្ញុំចូលចិត្តមែនតើហ្មងក្រៅពីហ្នឹងបងប្អូនគេ call គេ message មកអីគឺចូលក្នុងនាឡិកាហ្នឹងឯងអញ្ចឹងខ្ញុំអត់បាច់ចាំមើលទូរស័ព្ទរហូតទេពេលខ្លះខ្ញុំអង្គុយយូរពេកនាឡិកាហ្នឹងសាក់ចេះប្រាប់ទៀតថាក្រោកដើរតិចទៅហាត់ប្រាណតិចទៅអីអញ្ចឹងណាអូខ្ញុំពេញចិត្តខ្លាំងហ្មងរូបរាងវិញក៏ស្អាតបើ function វិញគឺ100មុខរៀបរាប់អត់អស់ហេបងប្អូនចង់បានអាចទិញសាកខ្លួនឯងបានខ្ញុំប្រើហើយគឺជាប់ចិត្តខ្លាំងព័ត៌មានលម្អិតចាំខ្ញុំដាក់នៅក្នុង comment ជូនបងប្អូនណាឥឡូវពួកម៉ាក់ខ្ញុំមកដល់ហើយប៉ុន្តែគាត់រកផ្លូវសអត់ឃើញបងម៉ៃក៏ចុះទៅបើកទ្វារអីគាត់ខ្ញុំចាប់ផ្ដើមធ្វើមួយទឹកជ្រលក់ស៊ុបគីស៊ុបយើងនឹងឯងអត់មានដាក់អីច្រើនទេទឹកជ្រលក់យើងលាយទឹកស្អ៊ីវថែមខ្ទឹមថែមម្ទេសមកកូរចូលគ្នាឲ្យសព្វតែប៉ុណ្ណឹងគឺរួចរាល់ហើយពួកម៉ាក់មកដល់ប្រហែលជាឃ្លានហើយមេឃនៅខាងក្រៅនឹងវាសតុំផងភ្លៀងរ៉ិចផងអីផងអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំដែរញាប់ជើងរៀបចំម្ហូបបន្តិចម៉ៃគឺជាអ្នកលើកស៊ុបមកនឹងឯងបងប្អូនយើងដាក់ឆ្នាំងពុះគ្រួអញ្ចឹងអូយពួកម៉ាក់ខ្ញុំឃើញហើយគាត់ឡើងសប្បាយចិត្តហ្មងណាព្រោះគាត់ថាគាត់ដែរញ៉ាំមេម្ហូបរបៀបអញ្ចឹងខ្ញុំនេះក៏សប្បាយចិត្តដែរបានបង្ហាញម្ហូបខ្មែរយើងហ្នឹងទៅកាន់មិត្តភ័ក្តិជនជាតិម្នាក់ទៀតហើយយើងដាក់បន្លែដាក់អីចឹងទៅខ្ញុំក៏ប្រាប់គាត់ពីរបៀបញ៉ាំអញ្ចឹងណាបងប្អូនសូម្បីតែចង្កឹះគាត់អត់ទាន់ចេះចាប់ស្រួលបួលផងប៉ុន្តែគាត់ថាគាត់នឹងរៀនញ៉ាំឲ្យដូចខ្ញុំហ្មងណាគ្រាន់តែភ្លក់ឲ្យបានមួយម៉ាត់គឺសុំណាត់ខ្ញុំជួបគ្នាទៀតហ្មងឲ្យខ្ញុំធ្វើម្ហូបខ្មែរឲ្យគាត់ញ៉ាំទៀតអញ្ចឹងបងប្អូនចង់ឃើញគាត់ញ៉ាំម្ហូបអីធ្វើវីដេអូអីមួយខ្ញុំអាច comment នៅខាងក្រោមនេះបានពួកអីគាត់ក៏ចូលចិត្តថតដែរហើយមាត់គាត់ញ៉ាំតំណងណាបងប្អូនមើលសឹងអត់ជឿថាគាត់ញ៉ាំលើកទី1ទេញ៉ាំម្ហូបខ្មែរហើយសួរនាំពីខ្មែរហើយចង់ចេះទាំងនិយាយខ្មែរទៀតឲ្យខ្ញុំបរៀនគាត់និយាយទៀតណាម្ហូបបែបនេះជួបជុំញ៉ាំបដានិយាយគ្នាលេងបដាគឺថាឆ្ងាញ់ហើយពិសេសមែនតើបងប្អូនពួកខ្ញុំញ៉ាំលខាឆ្នាំងតាហ៊ូស្អុយស្អុយឆ្ងាញ់អូខេមកបងប្អូនមកភ័ក្រយើងមកពីទូគីប៉ុន្តែក៏ចេះនិយាយខ្មែរខ្លះតាចេះញ៉ាំម្ហូបខ្មែរហើយសំខាន់ចេះញ៉ាំម្ហូបខ្មែរ Monica
Monika, Tomahawk, Trent. យេ អរគុណ thank you យីម៉ែណាញ៉ាំឡើងអស់ទឹកស៊ុបពីឆ្នាំងធម្មតាទេបងប្អូនអើយគ្មានសល់អីមិនតិចពួកម៉ាក់ខ្ញុំហ្នឹងទៅញ៉ាំបាយឲ្យមកពេលហ្នឹងគឺណាត់គ្នាសុំជួបគ្នាទៀតហ្មងចុងភៅឃើញចឹងអីគឺថាសប្បាយចិត្តខ្លាំងមែនតែនមានផ្អែមមានកាហ្វេមានអីពៅទៀតអញ្ចឹងណានិយាយគ្នាវិញគឺមិនចេះចាប់ទេពួកខ្ញុំបែកគ្នាឡើង5ឆ្នាំជាងហើយបងប្អូនហើយវីដេអូថ្ងៃនេះក៏សូមបញ្ចប់ប៉ុណ្ណឹងសិនហើយយើងចាំជួបគ្នានៅវីដេអូក្រោយទៀតណែអរគុណបងប្អូនដែលបានទស្សនាបាយបាយ